นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะตัสสะมังตุตยะปัจจนทิตุสตังเอวเมสตังเอกังสะมยังภะกเวียสาวัฏยังวิหรติมหาวเนติโกดาเกียระสลายังอัตถคาจลกาวกนเตียปัจจนสัทธิตาอภกันตายรัตยาอภกันตวนาเกวะละกัปปังมหาวนังเอาเพียเสทวายเยนะภะกเวียเตนุปสังกมิอปสังกมัตวาภะกวันตังอภิเวเตทวาเอกมันตังอัฏฐาเสตเอกมันตังเทตาขาวจลกาวกเนเตียปัจจนาสัทธิตาภะกวะเตาสันติเกอิมาเกียธายาอภิเสตอิเทียตมาวิจุปกาสวนาเกากเนเตียปัจจนาสัทธิตาปุถัญจะทวมัญจะนมัสสมานาเกียธาวิเมียอัฏฐวัฏอัฏฐวัติอภิเสตเปหุเนียเปขาวนังวิกะใจยังปริยาเยเนตาติสาวทวโมสันติตะมตังละปะยิสามิเยวตาเมมะนะสาปริยันตังปะปังนะกะยิราเวจักสามนะสากายเยนะเวียกัญจนะสัพพะโลเกกาเมปะหายะสติมาสัมปเจโนตุขังเนเสเวทะอัฏฐสัญญเหตันติตุติยปัจจนทิตุโสติดอกខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានប្រភពត្រង់គង់នៅក្នុងគោដាគិរសិលានាមហាវ័នចិត្តក្រុងវេសាលីគ្រានោះការដែលវេលារាត្រីបឋមយាងកន្លងទៅហើយទេវតាឈ្មោះចលកោកនទាជាធីតានៃបច្ចុប្បន្នទេវរាជមានរស្មីដ៏ល្អញ៉ាំងវត្តមហាវ័នទាំងមូលឲ្យភ្លឺស្វាងចូលទៅគបព្រះមានប្រភពលោចូលទៅដល់ក៏អភិវេទព្រះមានប្រភពហើយស្ថិតនៅក្នុងទីដ៏សមគួរលោកទេវតាឈ្មោះចលកោកនទាជាធីតានៃមច្ចុប្បន្នទេវរាជស្ថិតនៅក្នុងទីដ៏សមគួរហើយបានពោលនៅគាថាទាំងនេះក្នុងសំណាក់នៃព្រះមានប្រភពថាទេវតាឈ្មោះចលកនទាជាធីតានៃបច្ចុប្បន្នរាជមានរស្មីដ៏ភ្លឺដូចជាផ្លេកបន្ទោមកហើយក្នុងទីនេះការនមស្ការព្រះពុទ្ធព្រះធម៌និងព្រះសង្ឃបានពោលនៅគាថានេះដល់ប្រកបដោយអត្ថាខ្ញុំម្ចាស់ក៏ត្រូវចែកនៅគាថានោះដោយបរិយាយដ៏ច្រើនប្រការធម៌បែបនោះខ្ញុំម្ចាស់នឹងសម្ដែងនៅសេចក្តីយ៉ាងសង្ខេបធម៌ទាំងប្រមាណនោះខ្ញុំម្ចាស់បានរៀនដោយចិត្តត្រាស់ថ្លាបុគ្គលមិនគប្បីធ្វើបាបដោយកាយវាចាចិត្តបុគ្គលគប្បីលះបង់នៅកង្វល់ក្នុងលោកទាំងពួងគប្បីលះបង់នៅកាមទាំងឡាយគប្បីជាអ្នកមានសតិសម្បជញ្ញៈមិនគប្បីសែបអំពើឥតប្រយោជន៍ដែលនាំមកនៅសេចក្តីទុក្ខការអានទុតិយបច្ចនทิតុសោតជាកណាប់ពេលមួយព្រះសាស្តាគង់នៅនាមហាវ័នកោដាគាសោភ័ណ្ឌក្នុងតំបន់វេសាលីមានទេវតាមួយអង្គចុះតម្រង់ពីរាត្រីចូលគួរព្រះចន្ទស្រីហើយស្រដីយ៉ាងនេះថាថ្ងៃមុនបងស្រីខ្ញុំថ្វាយបង្គំព្រះសាស្តានៅត្រង់ទីនេះណាបាននមស្ការរតនត្រ័យហើយពោលនៅគាថាមានខ្លឹមសារល្អពេកក្រៃជាពាក្យមានអត្ថន័យជាទ្រឹស្ដីល្អគួរស្ដាប់ខ្ញុំម្ចាស់ក៏សូមពោលនៅពំនោគួរ
សង្ខេបល្មមនឹងស្ដាប់សូមរាយរាប់តទៅថាបកគោមិនគួរធ្វើនៅអំពើបាបពាលាដោយចិត្តកាយវាចាត្រូវលះលៀនៅកង្វល់លះបង់កម្មអប្រិយមានស្មារតីបញ្ញាពរសម្បជញ្ញៈដិតដល់មិនអំពរក្តីទុក្ខាមិនសាធរអសោតអត់ប្រយោជន៍នាំវេទនានាំរងនៅកម្ពីបាបវេរាតជាភពពាក្យពេចន៍ទាំងអស់នេះខ្ញុំរៀនចេះដោយចិត្តសុខច្រាស់ថ្លាធម៌លើសលប់សូមបញ្ចប់តែប៉ុណ្ណេះចប់ទុតិយបច្ចនធិតុសោតទី10ចប់សតលបកាយកវៈទី4តែប៉ុណ្ណេះឯងសូមអនុមោទនីបើអញ្ចឹងឥឡូវយើងចូលខ្លឹមសារយើងបើអនុមោទនីបើអញ្ចឹងគឺប្រសោតនេះឈ្មោះអីគេមិញប្រសោតទុតិយបច្ចនធិតុសោតមិនមែនពធជនទេណាណាបច្ចនធិតុសោតណាទុតិយបច្ចនធិតុសោតអញ្ចឹងនៅពេលយើងលើទុតិយពិតជាមានបឋមៈឯណាបឋមៈយើងរួចណាបឋមៈបច្ចនធិតុសោតរួចហើយប្រសោតទី9ប្រសោតទី10ទុតិយបច្ចនធិតុសោតអញ្ចឹងគឺធីតាឬក៏កូនស្រីរបស់ទេវរាជហ្នឹងឈ្មោះអីឈ្មោះបច្ចនៈឈ្មោះកូនស្រីរបស់ទេវរាជបច្ចនៈហ្នឹងគឺឈ្មោះកោកនទាអាហ្នឹងកូនស្រីច្បងនៅក្នុងប្រសោតទី9រីឯកូនស្រីប្អូននេះគឺឈ្មោះចលៈកោកនទាចលៈហ្នឹងបែរតូចបែរប្អូនហ្នឹងហើយបាទចលៈណាសេចស្អូតនឹងលើជាងលើក្នុងអត្តកថាសេចូលៈចស្អូតនឹងលើណាតាមពិតគឺចលៈណាចលៈកោកនទាណាជាធីតារបស់ទេវរាជឈ្មោះបច្ចនៈហ្នឹងហើយនៅពេលដែលដឹងថាបងស្រីរបស់ខ្លួនមកថ្វាយអង្គមព្រះសម្មាសម្ពុទ្ធឲ្យពូលនៅគាថាទាំងឡាយដោយស្ដីជ្រះថ្លាដែលខ្លួនបានពាល់ត្រូវធម៌ហើយជ្រះថ្លាធម៌នោះហើយក៏លើកឡើងបងស្រីរបស់ខ្លួននឹងលើកឡើងតែមិននៅប្រសោតទី9នោះថាធម៌ដែលព្រះតថាគតទ្រង់ត្រាស់ដឹងហើយណាគឺពេលនេះគឺនាងនឹងក៏ដឹងដែរណាក៏បានដឹងដោយការពាល់ត្រូវហើយដឹងរហូតដល់ថាធម៌ហ្នឹងគឺមិនអាចទៅណាប្រមាទមាក់ងាយតេះដៀលបានទេបុគ្គលដែលតេះដៀលពធហ្នឹងនាងនឹងថាម៉េចតាក់ទៅណាទៅកាន់នរកណាបុគ្គលដែលតេះដៀលពធដែលប្រពុតទ្រង់សម្ដែងហើយហ្នឹងគឺអ្នកហ្នឹងគឺនឹងទៅកាន់នរកគឺរវៈនរកសោយទុកដល់ខ្លាំងខ្លះអស់កាលដ៏យូរអង្វែងលោកតែបុគ្គលមានខន្តីគ្របសង្កត់ណានៅកិលេសមានរាគៈជាដើមឲ្យកើតឡើងបានទៅតាមអរិយធម៌ហ្នឹងណាបុគ្គលហ្នឹងគឺទើបណាអាចទៅជាបុគ្គលដែលផុតពីអបាយគឺនរកនឹងបានណាអាហ្នឹងបងស្រីរបស់ចលៈកោកនទាហ្នឹងទួយអាហ្នឹងហើយដល់ពេលខ្លួនមកក្នុងប្រសោតទី10នេះចលៈកោកនទាហ្នឹងក៏បានលើកឡើងអំពីសេចក្តីជ្រះថ្លានឹងការមកនមស្ការរបស់បងស្រីខ្លួននៅកន្លែងដដែលមានថាកន្លែងដែលទេពធីតានឹងពូលមកជួបប្រពន្ធហ្នឹងគឺកន្លែងហ្នឹងបងស្រីរបស់ខ្លួនហ្នឹងមកកន្លែងហ្នឹងដែរណាហើយក៏សម្ដែងនៅការយល់ដឹងរបស់ខ្លួនណាអ្វីដែលខ្លួនចេះអ្វីដែលខ្លួនដឹងនៅក្នុងធម៌នៃព្រះសម្មាសម្ពុទ្ធហ្នឹងនឹងក៏លើកនៅការចេះដឹងរបស់ខ្លួនហ្នឹងមកឲ្យព្រះអង្គដឹងដែរប៉ុន្តែអ្វីដែលនាងថាចេះហ្នឹងគឺច្រើនជាងហ្នឹងប៉ុន្តែនាងពូលហ្នឹងសង្ខេបទេណាចង់និយាយចឹងណាដូចថាញាតិញោមមកស្ដាប់នេះមករៀននេះមកបប្រតិបត្តិនេះញោមចេះច្រើនប៉ុន្តែការពូលពីអ្វីដែលញោមចេះហ្នឹងមិនច្រើនទេដោយសារតែបើពូលច្រើនវាយូរអញ្ចឹងយើងសង្ខេបខ្លឹមហ្នឹងរបៀបអញ្ចឹងទេពធីតាហ្នឹងថាចេះច្រើនជាងហ្នឹងប៉ុន្តែនេះហ្នឹងគឺពូលតែខ្លឹមខ្លីទេខ្លីតែខ្លឹមដើម្បីទូលទៅព្រះសម្មាសម្ពុទ្ធហ្នឹងហើយខ្លីខ្លឹមរបស់នាងហ្នឹងត្រង់ថាម៉េចនាងថាបុគ្គល
គប្បីធ្វើបាបដោយកាយវាចាចិត្តណាហ្នឹងឃ្លាទី1ណាបុគ្គលមិនគប្បីធ្វើបាបដោយកាយវាចាចិត្តណាគប្បីលះបង់នៅកង្វល់ក្នុងលោកទាំងពួងណានេះបន្តដំបូងគប្បីមិនគប្បីធ្វើអំពើបាបដោយកាយវាចាចិត្តតមកទៀតមិនគប្បីលះបង់នៅកង្វល់ក្នុងលោកទាំងពួងហើយមួយទៀតគឺគប្បីលះបង់នៅកាមទាំងឡាយគប្បីជាអ្នកមានសតិសម្បជញ្ញៈមិនគប្បីជាអ្នកប្រព្រឹត្តនៅអំពើអត់ប្រយោជន៍ដែលនាំមកនៅទុក្ខឡើយនេះសង្ខេបរបស់គាត់ណាសង្ខេបនៃពាក្យដែលទេពធីតាហ្នឹងពោលប៉ុណ្ណឹងបើយើងមើលទៅគឺ5ចំណុចទី1មិនធ្វើអំពើបាបដោយកាយវិចាចិត្តទី2លះបង់កង្វល់ក្នុងលោកទាំងពួងទី3លះបង់កាមទាំងឡាយទី4ត្រូវមានសតិសម្បជញ្ញៈទី5មិនធ្វើអំពើដែលអត់ប្រយោជន៍ដែលនាំមនុស្សទុក្ខអំពើដែលអត់មានខ្លឹមសារអំពើដែលអត់ប្រយោជន៍ណា5ចំណុចហ្នឹងអញ្ចឹងគឺអ្វីដែលគាត់ចេះឆ្លាហើយគាត់យល់ដឹងហើយគាត់ពូលសរុបសង្ខេបប៉ុណ្ណឹងមិនមែនជាការពូលទូមានបដៅពុទ្ធឬក៏អីទេគឺក្នុងន័យថាពូលធម៌ដោយស្ដីចេះឆ្លាប្រកាសថាខ្លួនគឺជាអ្នកបានយល់ពធដែរណាហើយលើកឡើងនៅការយល់របស់ខ្លួនហ្នឹងគឺបែបហ្នឹងណាអាហ្នឹងគឺនៅក្នុងប្រសូតនោះពុទ្ធអត់មានថាអីទេគឺគ្រាន់តែបានស្ដាប់នៅខ្លឹមសារដែលទេពធីតាហ្នឹងគឺបានពូលឡើងនៅគាថាទាំងហ្នឹងបាទហើយអាត្មាចង់បន្ថែមបន្តិចដោយសារតែបើសិនជាថាតែប៉ុណ្្នឹងទៅគឺវាចប់បាត់ហើយប្រសូតហ្នឹងព្រោះមានតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលចង់បញ្ជាក់កន្លែងថាគប្បីលះបង់នៅកាមទាំងឡាយយើងរំលឹកឡើងវិញតើទៅនឹងកាមទាំងឡាយនេះគឺយើងពាក្យថាកាមមួយម៉ាត់យើងចែកចេញជា2កិលេសកាមនិងវត្ថុកាមហើយខ្លឹមសារហ្នឹងគឺយើងបានស្ដាប់ច្រើនប្រសូតមកហើយណាកាមកន្លែងហ្នឹងគឺសំដៅដល់កិលេសកាមនិងវត្ថុកាមកិលេសកាមហ្នឹងគ្រឿងជំពាក់ក្នុងចិត្តណាដោយចិត្តហ្នឹងវាជាប់ជំពាក់វាត្រូវទៅអាលវារីករាយវាពេញចិត្តអាហ្នឹងគេហៅកិលេសកាមហ្នឹងគឺវាធ្វើឲ្យចិត្តរបស់យើងសៅហ្មងអ្វីទាំងពួងដែលធ្វើឲ្យចិត្តរបស់យើងនឹងសៅហ្មងផ្ដល់ភាពជាទុក្ខសម្រាប់ជីវិតអាហ្នឹងគឺជាកិលេសកាមរីឯវត្ថុកាមគឺបានដល់របស់5វត្ថុកាមគឺបានដល់របស់5គឺរូបសម្លេងក្លិនរសសម្ផស្សណាដូចយើងប្រើពាក្យថាអារម្មណ៍ទាំង5អញ្ចឹងហ្នឹងបើថានៅក្នុងអារម្មណ៍គឺអារម្មណ៍5ទៅថានៅក្នុងកាមគឺជាវត្ថុកាមណាមិនបានថារូបសម្លេងក្លិនរសផុតតពធម្មអារម្មណ៍វាជាវត្ថុកាមពីព្រោះវាជាវត្ថុដែលចិត្តរបស់យើងឃើញយើងឮយើងដឹងហើយយើងទៅជាប់ណាយើងទៅជាប់របស់ហ្នឹងនៅខាងក្រៅទេហៅថារូបភាពគឺរូបារម្មណ៍ណារូបារម្មណ៍គឺជាវត្ថុកាមមួយណាបើសិនបើភ្នែកយើងទៅឃើញរូបបើរូបហ្នឹងគួរជាទីរីករាយក្នុងចិត្តរបស់យើងជាប់ទេចិត្តរបស់យើងគឺជាប់ជាពាក់នឹងរូបស្អាតហ្នឹងណារូបអីក៏ដោយឲ្យទៅថារូបហ្នឹងគឺជាទីពេញចិត្តណាគឺយើងជាប់ជាពាក់នឹងរូបហ្នឹងទៅណាអញ្ចឹងតាមពិតរូបភាពខាងក្រៅហ្នឹងវាជារបស់ខាងក្រៅប៉ុន្តែដល់អំណាចចិត្តដែលវាមានកិលេសនេះចិត្តដែលវានៅរាគៈលោភៈទោសៈមោហៈនេះដល់ពេលអញ្ចឹងវាធ្វើឲ្យរូបភាពខាងក្រៅហ្នឹងគឺដោយសារកិលេសខាងក្នុងហ្នឹងមានអញ្ចឹងវាធ្វើឲ្យរូបភាពខាងក្រៅវាទៅជារូបភាពមួយជាការជាប់ជំពាក់ជាការជាប់ជំពាក់ព្រះអរហន្តទាំងឡាយក៏លោកនៅឃើញរូបភាពដូចតែយើងនៅធំក្លិនទៅលឺដូចយើងប៉ុន្តែលោកអត់ជាប់ជំពាក់ដោយសារតែកិលេសកាមក្នុងលោកអត់មានក្នុងចិត្តរបស់លោកអត់មានកិលេសកាមទេណាអត់មានចិត្តជំពាក់
ដល់ពេលអត់មានអាចិតចម្ពាក់មានអាចិតសៅមងមានអាចិតមិនទើជាមួយនឹងវត្ថុខាងក្រៅហ្នឹងវាធ្វើអត់ឲ្យលោកទៅតាមរូបភាពទាំងអស់ហ្នឹងទេនេះយើងនិយាយរូបភាពមួយឮតាមសលេងក៏ដូចគ្នាសំឡេងឮតាមតិចក៏ដូចគ្នាធំតាមច្រមុះក៏ដូចគ្នាដឹងតាមដាប់ដូចគ្នាដឹងតាមកាយក្តៅតិចហ្នឹងដូចគ្នាដែរណាតាមពិតរបស់ខាងក្រៅវាជារបស់ខាងក្រៅសុទ្ធសាធប៉ុន្តែអំណាចចិត្តរបស់យើងដែលលះនៅរាគៈលះនៅទោសៈលះនៅមោហៈលះនៅលោភៈនឹងអត់ទាន់បានអញ្ចឹងវាទៅជាឃើញរូបភាពសម្លេងខាងក្រៅហ្នឹងរបស់ណាដែលពេញចិត្តទៅក៏ជាប់ទៅរបស់ណាមិនពេញចិត្តក៏ថ្នាំងថ្នាក់ទៅឃើញទេអញ្ចឹងបាននៅពេលដែលយើងបប្រតិបត្តិនេះគឺយើងមិនលះរបស់ក្រៅទេធ្វើបត់ទៅឲ្យអង្គុយយើងបិទភ្នែកកណ្ដាបិទភ្នែកនេះគឺកុំឲ្យដោយសារតែចិត្តរបស់យើងវាចង់និយាយថាវាចិត្តរបស់យើងវានៅមានកិលេសអញ្ចឹងក្នុងគណៈហ្នឹងគឺយើងបិទភ្នែកដើម្បីកុំឲ្យវាឃើញនៅរូបភាពផ្សេងវាដល់ប៉ះពាល់ដល់ការតម្រង់សតិរបស់យើងតាមពិតមែនទែនទៅបើយើងមានសតិនឹងមានការលះបង់ពីក្នុងបានហើយយើងបើកភ្នែកក៏បានដែរហើយយើងទៅសមាធិក្នុងផ្សារក៏បានដែរមែនទេទេបើសិនយើងអប់រំចិត្តយើងបានយើងអាចតម្រង់សតិចិត្តរបស់យើងរឹងមាំនៅទីណាក៏សំគួរសម្រាប់យោគីវចរដែរប៉ុន្តែបើសិនជាយោគីវចរអ្នកបដិបត្តិហ្នឹងគឺចិត្តហ្នឹងគឺថាអប់រំមិនទាន់បានចិត្តមិនទាន់នឹងមិនទាន់ស្ងប់ណាអញ្ចឹងគឺត្រូវការទីស្ងាត់ណាទីដែលអត់ច្បោកច្បល់កន្លែងសំរុំល្អតើតែកន្លែងល្អកន្លែងទៅស្ងាត់អញ្ចឹងបានយើងអាចគ្រប់គ្រងចិត្តរបស់យើងបានណាអញ្ចឹងដូចជាព្រះអរហន្តទាំងឡាយដែលលោកអប់រំចិត្តបានហើយទៅជាបុគ្គលអស់កិលេសហើយអញ្ចឹងទោះបីលោកទៅទីណាចាំបានឃ្លាមួយដែលលោកថាបុគ្គលដែលជាព្រះអរហន្តហ្នឹងគឺលោកអាចតាច់ចោលទៅទីណាតាមអធិស្ឋានរបស់លោកតាមលោកចង់បានចង់ទៅកន្លែងណាក៏បានដែរសម្រាប់ព្រះអរហន្តណាអត់មានកន្លែងណាដែលខុសសម្រាប់លោកទេព្រោះលោកអត់មានស្អីដែលធ្វើឲ្យអន្ទាក់ខាងក្រៅហ្នឹងធ្វើឲ្យលោកចូលទៅបានណាអត់ជាប់ណាប៉ុន្តែយើងជាបុគ្គលជនគឺប្រយ័ត្នកន្លែងហ្នឹងណាអញ្ចឹងកន្លែងហ្នឹងគឺវត្ថុកាមហ្នឹងគឺជារបស់ក្រៅសុទ្ធសាធអញ្ចឹងនៅពេលដែលយើងមានការបដិបត្តិមានការអប់រំមានការគ្រប់គ្រងមានការទូមានចិត្តបានគឺយើងគេហៅថាដុសខាត់នៅសភាវៈខាងក្នុងហ្នឹងឯងយើងកែប្រែនៅពិភពលោកខាងក្នុងហ្នឹងឯងណាព្រះពុទ្ធទាំងឡាយលោកត្រាស់ដឹងឡើងក្នុងលោកព្រះអរហន្តទាំងឡាយដែលលោកទៅជាព្រះអរហន្តមិនមែនទៅកែរបស់ខាងក្រៅទេមិនមែនទៅកែអ្នកដទៃទេគឺកែខ្លួនឯងណាកែពិភពលោកខាងក្នុងពោលគឺចិត្តរបស់លោកដែលពុពេញដោយកិលេសហ្នឹងគឺជំរុះដល់ពេលអញ្ចឹងខាងក្រៅវានៅធម្មតាយើងមើលថាបើពុទ្ធត្រាស់ដឹងហើយធ្វើឲ្យខាងក្រៅវាទៅជាល្អដូចស្មើដូចមុខស្គរម្លេះពុទ្ធត្រាស់ដឹងហើយមនុស្សលែងមានកិលេសមនុស្សអស់ចំនួនឬអ្វីៗលែងមានបញ្ហាទាំងអស់តែអត់ទេណាពុទ្ធលោកត្រាស់ដឹងហើយសត្វដែលមនុស្សដែលមានឧបនិស្ស័យដែលបានអប់រំបានឆ្លងកាត់ក្នុងវដ្តសង្សារនឹងជាមួយនឹងការបដិបត្តិធម៌នឹងមានឧបនិស្ស័យគ្រប់ទើបចូលទៅក្នុងសំណាញ់ញាណរបស់ព្រះអង្គតែសត្វណាដែលអត់មានឧបនិស្ស័យនៅក្នុងការត្រាស់ដឹងនៅធម៌របស់ព្រះសម្មាសម្ពុទ្ធទេសូម្បីនៅក្រៅវត្តក៏ដែរឮសម្លេងធម៌ហើយដែរមានជេរថែមណាមានថាថ្លង់ថែមហ្នឹងបុគ្គលអត់ឧបនិស្ស័យចឹងយល់ទេណាមិនបាច់ចាំថាសម័យហ្នឹងសម័យយើងក៏មិនតិចដែរតែអញ្ចឹងមកថាអ្នកនៅក្បែរវត្តជាទូទៅភាគច្រើនហ្នឹងអត់ទៅចាស់ខ្លាវត្តទេដោយសារតែថ្លង់ពេកតិចលឺមេខោតិចលឺមេខោណាសត្រូវមួយវត្តទៀតមិនទាំងអស់ឲ្យខ្លះនៅកន្លែងគេឡើយយើងដូចមានណាឡើយគេណាព្រោះនឹកឃើញទេមិនថាលឺធរហ្នឹងវាទៅជាបុគ្គលដែលបានធរទេជាការលឺធរសត្រូវមួយធរទៀតដោយសារអត់ឧបនិស្ស័យយើងអត់បានសន្សំឧបនិស្ស័យនៃការសិក្សានៃការបដិបត្តិនៅក្នុងធម៌ឆ្លងកាត់ក្នុងវដ្តសង្សារដែលយើងកាត់ស្លាប់នេះ
chẳng lưu thua ai có đói vì tôi chỉ khẳng sọp nè lưu thua ai khẳng sọp nè mà lưu thua ai chặt lá cho nên nhận nhiều bài sách lưu thua ai chặt lá rồi mà nè tôi chỉ một câu vô sắc xa bài bắt và thua tầm đầu tại là lá lưu thua ai khẳng sọp nè chẳng bạch mưa ấy mưa đã sớm mai bật bột mưa miền bậc cô đã bật túc được trong Phật sát nó chào nè dùng 300 thì dây đo từ nẹt sát sát tây phong xong bây giờ nẹt nơi có bài luôn bỏng cứ tê vào tọt nè có bật túc chỉ mùi bỏng này trong mặt hà cái này ní cứ trong một chợ tháp pe rồi special ma sample lục trả đắng từ chiều bậc cô ban thó mình men vừa ao bị phập lục khẳng cài nó cứ tha lõ sập bài sập dạng thì nè chẳng vì lõ tới 8 ở bạn này say này sạch này mùi nè bà sân chỉ bà bột ra đằng hơi vì lõ sập bài tráng chẳng phải chỉ đo ngày đi không biên dương thì mà tới nó biên ở lên đây mày hiểu nè cứ thà việc tới ở đây chẳng mang cái lại nắng á bà bột lục tay đã tuyên sạch lục vẹn hoàn cho nên chùm mưa xây nắng để dương tay group nụ đòi khô nơi trong hai phò nắng hỏi để dương kết tha phiệp atipo đi có phiệp ở cha nơi ba là mây nơi ở phi nì ha nơi nhẹ miền bon nắng để ta chui dương ao sọc ở xưa bán từ một lúc mới tôi thao việc ai tờ rồi cho mình một lúc mình ao chưa lực luôn này tại mình lại mỗi băng tha mình bị khâu từ lái nẹt từ lái châu miền luôn chỉ có châu miền luôn chỉ tì bằng công miền ở đây chỉ tì bằng lào nẹt từ lái châu miền thò chỉ có châu miền thò chỉ tì bằng công miền ở đây chỉ tì bằng lào rồi đấy chẳng bỏ ăn mưa khơi tha từ tì bằng nơi của thọ sạ sứt kháng cáo thọ sạ sứt nắng ao dương ban tới chỉ sọc hay ru chặt tục vì ao tới rồi và tôi bay chỉ miền khác nè có viên men chia hai để xong cua sạch lục thật thừa thì nè chẳng bàn bọn ai mà do khuôn chỉ tí bấm bố cứ ca sắc xá và để bắt vô pi dập phê vẹn vô pi chỉ vứt vì tao chỉ một cô đã chết prom chỉ mùi nâng chỉ vật đại cầm phong cạp miến ở với ớt thân prom nói đôi giữ đường slap chẳng á dương khai slap đôi dương ớt prom slap ở cho bây dương prom slap thấy miền đây tới khai slap hơi như điều dương khai slap đôi dương ớt prom slap đó bây giờ prom slap bây giờ ớt khai slap thôi à đấy bởi kia sầm lấp dương thì dương khai cho sao dương khai kia sầm lấp ở cho bây giờ ớt khai kia sầm lấp không anh ta sầm lấp khai nè dương ớt khai slap không ta slap nâng mấy ai cùi khai mà cung slap ở đây nè chân bàn tháp bậc cô để khai slap cứ chặt ngọt bậc cô để khai slap cứ mình nghe ngọt vậy nhung chưa mà là chân công khai slap nè hay prom chỉ muốn dây slap nè về prom slap cứ ruột du nhung ruột du những chân ban tham ăn với bài tịch ban đường mẹ nanu sте này dương sâu đó là ngày mà nè mẹ nanu ste sẽ đây là rưỡi miên sẽ đây slap chia ram cái này năng thông một phần năng cứ thử cứ thật luôn ai nó slap của tê với á ai slap cướp từng ham chân từng ham trầu ai slap cướp tê là dương lược từ phía đã trầu mọt ai slap cướp tê là dương từ phía bài trầu trong bùng cổ rồi đó ai slap cướp từng ham chân từng ham trầu chú cái dương đo từng ham trầu ấp tránh ngọt của miền chú cái từng ham tránh ấp trầu vĩnh của miền ai slap ban cướp khả năng từng ngọt chân to là một cô bị cha na đào ca slap group từng hai ông chân châu này ban quang lô tha đang ở bên đây bờ ma tất cả na dương nếu cha đang anh sai ngó vậy nơi bờ ma bà nói nè ôi chỉ biết anh sai ngó vậy đang nơi bờ ma nói đi tôi cứ thà anh slap cái nạ pe đó từng hai ông chân từng hai ông châu này pe đây nơi pe đây dương bị cha na đào tận nạ ca bị sẽ cái đây slap rồi bọc luôn anh slap group pe về liền đó vì thưa ở dương phải chặt vì thưa ở dương nó ở bờ ma vì thưa dưới nó ọt bà hè nè cả na dương ọt mình đây bà mát sẽ đây mình bà mát đang nói chụp play này đây mình slap áp bà mát tố áp mà tám bà tèng sẽ đây mình bà mát cứ chụp play này đây mình slap cả na dương ọt bà mát ọt slap đi tại đây chỉ tôi nói dương bà mát cũng niệm rồi đấy trong bàn thờ slap đó và trong dùng cho ọt slap cứ con bà mát tới lên slap bao nhiêu nè chụp bà mát tới lên slap rồi
ប្រាថ្នានិយាយមកដល់ចំណុចនេះគឺចង់បញ្ជាក់ញាតិញោមចូលទៅវិញថាពពុទ្ធលោកត្រាស់ដឹងធម៌កែបានគឺខ្លួនលោកណាទៅជាបុគ្គលដល់នៅព្រះនិព្វានណាហើយបានលោកសម្ដែងទៅដល់អ្នកដទៃណាគឺអ្នកដទៃទទួលយកតាមឧបនិស្ស័យណាទៅតាមឧបនិស្ស័យអញ្ចឹងសរុបចូលមកវត្ថុកាមវិញណាគឺវត្ថុកាមសំដៅដល់រូបសម្លេងក្លិនរសផុតពៈណាដែលជារូបភាពក្តីជាសម្លេងក្តីជាក្លិនក្តីជារសជាតិក្តីជាការប៉ះផ្ទុបជាមួយកាយមានក្តៅមានត្រជាក់ជាដើមក្តីអានេះគឺជាវត្ថុកាមរបស់ទាំងអស់នេះប្រសិនបើចិត្តរបស់យើងអស់នៅមន្ទិលពុលគឺកិលេសណារបស់ទាំងអស់នេះគឺអត់បានចូលទៅរំខាននៅក្នុងជីវិតយើងទេណាហើយចឹងកិច្ចបប្រតិបត្តិរបស់យើងគឺចូលទៅរងាប់កិលេសខាងក្នុងគឺដើម្បីព្រមជាមួយនឹងរបស់ខាងក្រៅណារបស់ខាងក្រៅដែលជាវត្ថុកាមហ្នឹងគឺមានជាធម្មតាប៉ុន្តែនៅពេលដែលយើងព្យាបាលរោគចិត្តពីខាងក្នុងស្រួលបួលល្អហើយណាខាងក្រៅពុំមែនជារោគដែលរំខានយើងទៀតទេពីព្រោះវាជាធម្មតាអញ្ចឹងដែលគេហៅថាលោកកធរគឺជាធម៌ដែលមានប្រចាំលោកធម្មតាអញ្ចឹងណាប្រចាំផែនដីធម្មតាអញ្ចឹងតែសំខាន់បំផុតគឺយើងអាចអប់រំទូមានក្នុងចិត្តរបស់យើងបានណាកំចាត់នៅកិលេសកម្មក្នុងបាននោះណាគឺជាមេគាដ៏ល្អបំផុតតើហ្នឹងអាត្មាពង្រីកសេចក្តីប៉ុណ្ណឹងដោយសារតែឃ្លាដែលទេពធីតានឹងពួលមាន5ទាំងអស់មិនធ្វើអំពើបាបដោយកាយវិច័យចិត្តណាលះបង់នៅកង្វល់ក្នុងលោកទាំងពួងលះបង់នៅកាមទាំងឡាយក្នុងលោកណាហើយក៏បីជាអ្នកមានសតិសម្បជញ្ញៈអ្នកមានសតិសម្បជញ្ញៈយើងលើកតាំងពីប្រសូតមុនថាបុគ្គលដែលមានសតិសម្បជញ្ញៈនឹងជាប់ទុក្ខវេទនាកើតក៏យើងអត់លំបាកដែរដូចពុទ្ធចឹងណាពេលដែលព្រះអង្គរងរបួសដោយថ្មខ្ទាបរមៀលកាន់នោះណាទុក្ខវេទនាក៏កើតដែរប៉ុន្តែព្រះអង្គមានសតិសម្បជញ្ញៈជាប់អញ្ចឹងព្រះអង្គអត់ទទួលការឈឺចាប់ទេអត់លំបាកទេឃើញទេអញ្ចឹងដល់ពេលយើងមានសតិសម្បជញ្ញៈពួកគឺមានស្មារតីមានសតិមានបញ្ញាខណៈដែលកើតហ្នឹងណាគឺធ្វើឲ្យយើងនឹងរួចផុតអំពីទុក្ខវេទនាពីការឈឺចាប់គ្រប់យ៉ាងបានបើចុះអាត្មាលើកសង្ខេបបែបខ្លីប៉ុណ្ណេះថាកន្លះម៉ោងឥឡូវកន្លះម៉ោងមែនល្មមអនុមោទនីសូមអនុមោទនីទុតិយបច្ចនៈធិតសោតទី10នៃសតលបកាយិកវៈទេវតាសង្យុត្តពេលមួយព្រះសាងស្ដាគង់នៅនីមហាវ័នក៏ដាគីសោភ័ណ្ឌក្នុងតំបន់វេសាល័យមានទេវតាមួយអង្គចូលតម្រង់ពេលរាត្រីចូលគាល់ព្រះចិនស្រីហើយស្រដីយ៉ាងនេះថាថ្ងៃមុនបងស្រីខ្ញុំថ្វាយបង្គំព្រះសាស្តានៅត្រង់ទីនេះណាបាននមស្ការរតនត្រ័យហើយពោលនៅគៀថាមានខ្លឹមសារល្អពេកក្រៃជាព្រាមានអត្ថន័យជាទ្រឹស្ដីល្អគួរស្ដាប់ខ្ញុំម្ចាស់ក៏សូមពោលនៅពំនោលគួរត្រង់ត្រាប់
សង្ខាបលមមនឹងស្ដាប់សូមរាយរាប់តទៅថាបកលមិនគួរធ្វើនៅអំពើបាបពីលីដោយចិត្តកាយវាចាត្រូវលាលីនៅកងវល់លះបងកាមអាប់ព្រៃមានស្មារតីបញ្ញាពលសម្បញ្ញដិតដល់មិនអំពលក្តីទុក្ខាមិនសេពធអង្សោចអត់ប្រយោជន៍នាំវេទនីនាំរងនៅកម្ពីបាបវិរិយតជាតិភពពីពេជ្រទាំងអស់នេះខ្ញុំរៀនចែងដោយចិត្តសុបជ្រះថ្លាធម៌លើលុបសូមបញ្ចប់តែប៉ុណ្ណេះសូមអនុមោទនា